ចាប់ផ្ដើមប្រកួតរបូតរំកិលទៅរកគ្នារកឱកាសដើម្បីកាប់និងប្រយុទ្ធបាទជល់មួយវាយបានមួយវាយពីរវាយបីវាយតទល់គ្នាបកមកវិញរុញច្រានចេញក្រៅថយមួយយកអេឡង់បាទកាប់មួយអត់ដល់រុញផ្ទប់មួយរុញផ្ទប់ពីរបាទបច្ចេកទេសរុញបន្ទប់វិញកាប់ពីក្រោយមួយកាប់ពីក្រោយមួយកាប់ពីរកាប់3ហើយកាប់4 3ហើយបាទបច្ចេកទេសសុទ្ធសាធបានគាត់ដឹងខាងក្រោយស្រួលវៃគាត់វៃពីក្រោយចាប់លោកគ្រូសផលផងបាននោះចូលខាងលើបច្ចេកទេសសុទ្ធសាធបាទរកកន្លែងវៃបាទរុញបន្ទប់មួយថយបាទសូពីក្រោមមួយហើយវាយពីក្រោមជាប់គ្នារុញចុះរុញឡើងតាក់ពីលើមួយបង្វិលខ្លួនញ៉ាំកដាលបំបែកញ៉ាំកដាលបំបែកដូចកីឡាករតែកាលណាតែយើងអោបគ្នាយូរគេបំបែកព្រោះមកវ័យមិនមែនមកអោបទេបាទហូមួយអើយ 7B ឬច្រឡំ 9B ឬ 8A 9B ឬ 8A ស្ដាប់អាញាកដាលស្ដាប់អាញាកដាលចាប់ផ្ដើមប្រកួតវាយចុះវាយឡើងតោះអាញាកដាលជាអ្នកអាកាត់សេចក្តីបាទអូខេបច្ចេកទេសអូខេផ្ងាហើយតោះតននីតិតោះកាប់ចុះកាប់ឡើងរុញហើយរុញចុះរុញឡើងកាប់គ្នាមួយអូបែកទៅហើយបាទផ្ងាឡើងវិញសបាយទេសបាយអត់ 9B ឬ 8A 9B ឬ 8Aកាប់ចុះកាប់ឡើងឥឡូវថយយកអេឡង់មួយថយយកអេឡង់មួយកាប់ពីក្រោមកាប់វិញរុលសិនបាទឃើញថារបួសរៀងខ្លួនបាទបែកម្នាក់មកកណាត់រៀងខ្លួនតែបច្ចេកទេសវាយនឹងរុញផ្ទប់អ្នកណាបានច្រើនជាងអ្នកនោះជាអ្នកបានបន្ទុកខ្ពស់ជាចប់ជាឡើងវាយពីចំហៀងថយចុះថយឡើងរុញផ្ទប់វាយរុញផ្ទប់វាយរុញផ្ទប់វាយយើងកលះខ្លួនយើងបំពេញផ្លែតបានយើងមានបច្ចេកទេសរុញផ្ទប់បានណាបាច់វិញហើយបាទបាច់រៀងខ្លួនរបួសរៀងខ្លួនគូនេះផ្សិតស្វាញមែនទេ 9B ឬ 8A 9B ឬ 8A បាទរងចាំទស្សនាបន្តទៀតកាប់ទៅហើយកាប់ទៅកាប់មករុញទៅរុញមកកាប់ចុះកាប់ឡើងបង្វិលខ្លួនមានតែមកជុំរកឱកាសវាយកាប់គ្នារកឱកាសពីមុខមិនបានរកឱកាសពីក្រោយកាប់បានមួយទៀតបាទចាប់ការប្រកួត